អូខេសួស្តីបងប្អូនទាំងអស់គ្នាអញ្ចឹងវីដេអូនេះខ្ញុំនឹងបង្ហាញបងប្អូនពីរបៀបនៃការកាត់តវីដេអូសម្រាប់រឿងតាមទូរស័ព្ទដៃ Android អញ្ចឹងបញ្ជាក់បងប្អូនវីដេអូនេះនឹងបង្រៀនបងប្អូនរបៀបកាត់តវីដេអូនៅលើទូរស័ព្ទដៃ Android អញ្ចឹងជាដំបូងបងប្អូនចូលទៅបើកកម្មវិធី Shortcut យើងមកបាទកម្មវិធីមួយនេះរួចបងប្អូនទៅរើសវីដេអូណាមួយដែលបងប្អូនចង់ធ្វើការកាត់សម្រាប់រឿងយើងចុចពាក្យ create នេះមកដើម្បីទៅរកវីដេអូបន្ទាប់មកបងប្អូនអូសទៅរកវីដេអូដែលបងប្អូនចង់ធ្វើការសម្រាយចង់ធ្វើការកាត់តแล้วខ្ញុំសូមអូសទៅរកវីដេអូមួយដែលជាភាសាចិនមួយសិនអូខេវីដេអូមួយនេះចុះបន្ទាប់ពីបងប្អូនបានវីដេអូហើយបងប្អូនអាចធ្វើការ generate subtitle បានតែឥឡូវខ្ញុំសូមកំណត់យកត្រឹមតែខ្លីបានហើយកុំវែងពេកតែ1នាទីទៅបានហើយដើម្បីបំបែកវីដេអូចេញពីគ្នាបានន័យថាយើងអាចកាត់ជាកង់នៃវីដេអូនេះបានបងប្អូនចុចលើ timeline របស់វីដេអូរួចចុចពាក្យ split បានន័យថាបំបែកវាដោយសារតែខ្ញុំយកតែ1នាទីទេអញ្ចឹងខ្ញុំសូមលុបខាងនេះចោលដើម្បីកុំឲ្យវែងពេកនាំតែបងប្អូនចំណាយពេលច្រើនបន្ទាប់មកបងប្អូនមើល tab នៅខាងក្រោមនេះបងប្អូន tab ខាងក្រោមអូសវារកពាក្យថា caption បាទរក caption មួយនេះមកចុចលើ caption បន្ទាប់មកបងប្អូនចុចកន្លែង auto caption រួចកន្លែងវីដេអូ language នេះបងប្អូនជ្រើសរើសយក Chinese បើមិនមែន Chinese ទេបងប្អូនចុចទៅលើវាទៅដើម្បីបដូរបាទទៅជា Chinese វិញបានថាជាភាសាចិនអូខេអញ្ចឹងយើងរើសយកភាសាចិនមកកន្លែង translate នេះបានន័យថាបកប្រែបងប្អូនណាអញ្ចឹងយើងមិនត្រូវការបកប្រែទេអញ្ចឹងយើងរើសពាក្យណាមកថាមិនត្រូវការទេបន្ទាប់មកបងប្អូនចុចពាក្យ creating caption បានន័យថាបង្កើត subtitle នឹងឯងខ្ញុំបកប្រែជូនបងប្អូនខ្លះៗទៅព្រោះមានបងប្អូនខ្លះគាត់អត់ចេះភាសាអង់គ្លេសទេឥឡូវយើងរងចាំវាបន្តិចទៅបាទហើយចំពោះបងប្អូនថ្មីដែលគាត់មិនទាន់បានចេះនៅការធ្វើវីដេអូបែបនេះបងប្អូនអាចចុះឈ្មោះសិក្សាជាមួយយើងបានយើងមានវគ្គសិក្សាបង្រៀនទៅលើការកាត់តវីដេអូសម្រាប់រឿងហើយនឹងមាន tool បាទសំខាន់ក្នុងការជំនួយនៃការធ្វើវីដេអូសម្រាប់រឿងនេះបាទអូខេអញ្ចឹងយើង generate subtitle បានហើយបងប្អូនយើងបាទយើងពិនិត្យមើលតិចទៅតើវាត្រូវមាត់តួនិយាយអត់哎呀，累死我了！福杰，今天辛苦了，给你做了你最爱的小鸡炖蘑菇。អូខេឥឡូវយើងឃើញបានប៉ុណ្ណឹងហើយបន្ទាប់មកបងប្អូនចុចសញ្ញាលើនេះចុចឲ្យអស់ទៅរួចបងប្អូនជ្រើសរើសពាក្យ caption ដដែលរួចចុចកន្លែង export caption បានន័យថាយើងយកsubtitle ហ្នឹងចេញបាទចំណងជើងគេថាអក្សររត់តាមមាត់ណាអញ្ចឹងយើងចុច export មកអញ្ចឹងបងប្អូនត្រូវមើលកន្លែងនេះធ្វើម៉េច select all បាន select ទាំងអស់បើមិន select all ទេវា export ទៅអត់អស់ទេយើង select all ហើយយើងជ្រើសរើសកន្លែងនេះពាក្យ export បន្ទាប់មកបងប្អូនជ្រើសរើសយក SRT file រួចចុច export វាមកបន្ទាប់មកយើងទៅ view file យើងទៅបានន័យថាទៅមើលថា file យើងហ្នឹងទុកនៅកន្លែងណាចុចកន្លែងពាក្យហ្នឹងមកអូខេអញ្ចឹង file យើងទុកនៅកន្លែងនេះវានៅ folder download ដើម្បីងាយស្រួលក្នុងការធ្វើបងប្អូនគួរតែកែឈ្មោះវាឥឡូវខ្ញុំសូមកែឈ្មោះចុចលើវាឲ្យជាប់ចុចសញ្ញាត្រី3ខាងលើរួចបងប្អូនជ្រើសរើសពាក្យ rename បាទ rename ហ្នឹងបដូរឈ្មោះរួចយើងលុបឈ្មោះចាស់ចោលយើងដាក់ឈ្មោះថា testing អូខេយើងបង្ហាញបងប្អូនដាក់ testing ទៅរួចចុចពាក្យ OK បន្ទាប់ពីបានប៉ុណ្្នឹងហើយបងប្អូនចេញទៅវិញបាទអញ្ចឹងយើងត្រូវយក subtitle នោះទៅបកប្រែឲ្យចេញជាភាសាខ្មែរដើម្បីអាចឲ្យវាអានជាសំឡេងនិយាយជាភាសាខ្មែរបានអញ្ចឹងយើងចូលកម្មវិធីរបស់យើងមកកម្មវិធី translate នេះចុចលើវាមក
ok យើងរងចាំបន្តិចអញ្ចឹងការប្រើប្រាស់កម្មវិធីនេះគឺយើងត្រូវចុចកន្លែងនេះបងប្អូន upload file បានន័យថាទៅរក file ហ្នឹងមកដាក់ចូលខាងក្នុងកម្មវិធីហ្នឹងយើងចុចពីលេខ upload file ហ្នឹងមកបន្ទាប់មកបងប្អូនត្រូវរក file ដែលបងប្អូនបានដាក់អញ្ចឹងខ្ញុំសូមចុចកន្លែង photo នេះដើម្បីទៅរកព្រោះទូរស័ព្ទខ្ញុំចេញបែបហ្នឹងទូរស័ព្ទបងប្អូនអាចនឹងចេញ file ចេញអីផ្សេងអញ្ចឹងណាអញ្ចឹងវាឲ្យយើងទៅរើស file យើងចុចមករួចខ្ញុំសូមចុចឲ្យអស់សិនវានៅក្នុង folder download អញ្ចឹងវានៅក្នុង folder download យើងទៅរក folder download នេះបងប្អូន folder download ចុច folder download មកយើងទៅរកfile របស់យើងហ្នឹងឈ្មោះថា testing.srt មួយនេះអញ្ចឹងចុចលើ file ហ្នឹងមកបន្ទាប់មកវានឹងទាញ file នោះចូលទៅកាន់បាទកម្មវិធីហ្នឹងហើយបន្ទាប់ពីបានប៉ុណ្្នឹងហើយបងប្អូនខាងលើនេះបងប្អូននេះខាងលើនេះគេឲ្យយើងជ្រើសរើសភាសាអញ្ចឹងយើងជ្រើសរើសភាសាដើម្បីបកប្រែទៅចុចលើវាមកវានឹងបង្ហាញអញ្ចឹងបងប្អូនអាចចុចប្រអប់នេះមកដើម្បីវាយមានន័យថាយើងវាយឈ្មោះទៅវាលឿនក្នុងការស្វែងរកអញ្ចឹងយើងចុចខ្មែរមក KHM អូខេគ្រាន់តែ KHM វាចេញមកនៅខាងលើគេនេះអញ្ចឹងស្លេចយកខ្មែរមកបន្ទាប់មកវាអញ្ចឹងយើងជ្រើសរើសពាក្យបាទ download ឥឡូវវាចាប់ផ្ដើមបាន download ឲ្យបងប្អូនវា download ពេញហើយអញ្ចឹងដើម្បីទៅមើល file យើង download ពេញយើងចុចកន្លែង open នេះមកអូខេនេះបងប្អូនខាងលើនេះយើងបានឃើញ file របស់យើងហើយនៅខាងលើនេះបន្ទាប់មកបងប្អូនចុចសញ្ញាត្រេ3បាទដើម្បីងាយស្រួលក្នុងការស្វែងរកបងប្អូនចុចសញ្ញាត្រេ3មករួចជ្រើសរើសយកពាក្យ share ដើម្បីទៅទុកនៅក្នុងទីតាំងណាមួយបងប្អូនដើម្បីងាយស្រួលយើងរកក្នុងការយកទៅធ្វើបន្ទាប់មកចុចពាក្យ my file នេះមកអញ្ចឹងយើង save ទុកនៅក្នុង file របស់យើងមកអូខេឥឡូវយើង save នៅក្នុង folder ផ្សេងខ្ញុំសូមដាក់ folder រៀនសម្រាយរឿងនេះចុះបន្ទាប់មកបងប្អូនចុចពាក្យ save ឥឡូវ file ហ្នឹង testing របស់យើងបាន save ហើយដែលមានលេខ694អញ្ចឹងយើងទៅមើលខ្ញុំសូមទៅបើក file ដើម្បីទៅមើលបាទ file មួយហ្នឹងកុំឲ្យថាយើងដាក់ទៅច្រឡំគ្នាអូខេ folder រៀនតម្លៃរឿងនេះបងប្អូន testing 694អូខេអញ្ចឹងពីពេលដែលយើងបាន file មួយហើយយើងមានឈ្មោះច្បាស់លាស់ហ្នឹងហើយយើងដឹងថាឈ្មោះវាឈ្មោះអីច្បាស់លាស់ហើយបងប្អូនចេញទៅវិញបងប្អូនទៅបើកកម្មវិធីរបស់យើងមួយទៀតគឺជាកម្មវិធីពិសេសបាទកម្មវិធីពិសេសបំផុតហ្នឹងគឺកម្មវិធីអាន subtitle ទៅជាសំឡេងហ្នឹងហើយអញ្ចឹងបងប្អូនចុចកន្លែងក្បាលមីក្រូនេះមកកម្មវិធីនេះជាកម្មវិធីអានបាទអក្សរ subtitle ទៅជាសំឡេង AI អូខេអញ្ចឹងដំបូងបងប្អូនចូលមកគឺបែបហ្នឹងបងប្អូនណាយើងត្រូវការ login វាចូលអូខេកន្លែង password នេះយើងដាក់មកហើយបើសិនជាបងប្អូនធ្លាប់ login នៅក្នុង browser ផ្សេងបងប្អូនត្រូវចុចត្រង់នេះ fork login បានន័យថាយើង click order admin ក៏បានបញ្ជាក់ហើយថាហ្នឹង click order បានន័យថាយើងឲ្យ browser ផ្សេងហ្នឹង log out ចេញយើងអ្នកចូលម្ដងអូខេចុចសញ្ញាហ្នឹងមករួចចុចពាក្យ login បន្ទាប់មកបងប្អូនជ្រើសរើសយក SRT multi speaker រួចបងប្អូនអូសទៅក្រោមបងប្អូនឃើញពាក្យ browse file ហ្នឹងបងប្អូនចុចលើហ្នឹងមកដើម្បីទៅយក file យើងមកអានជាសំឡេងអូខេអញ្ចឹងបងប្អូនមកដល់នេះបងប្អូនទៅរក file អញ្ចឹង file ហ្នឹងខ្ញុំបានទុកនៅ folder រៀនសម្រាយរឿងអញ្ចឹងយើងអូសទៅរក folder រៀនសម្រាយរឿងមកនេះបងប្អូនបន្ទាប់មកយើងទៅរក file មួយហ្នឹងមកនេះ file testing 694ហ្នឹងអូខេឥឡូវយើងបាន file មកដល់នេះហើយអញ្ចឹងយើងមកដល់នេះយើង select បានន័យថាយើងជ្រើសរើសតួដែលត្រូវនិយាយ
ជាសំឡេងប្រុសឬក៏សំឡេងស្រីអញ្ចឹងជាទូទៅយើងប្រើសំឡេងពីរសំឡេងពិសិដ្ឋនិងសំឡេងស្រីមុំអញ្ចឹងខ្ញុំសូមជ្រើសរើសយកពិសិដ្ឋអូខេលើបានហើយជាទូទៅខ្ញុំធ្វើសំឡេងនេះខ្ញុំដាក់ speed 45អញ្ចឹងបងប្អូនត្រូវមើលដែរចំពោះវីដេអូយើងលឿនឬក៏យឺតអីយើងដាក់តាមហ្នឹងទៅណាអញ្ចឹងបងប្អូនមកដល់នេះបងប្អូនចុចកន្លែងសញ្ញាព្រឹកនេះចុះទៅក្រោមអស់ទៅអូខេដូចជាមានអីទេអញ្ចឹងយើងអាចធ្វើការចុចពាក្យនេះបងប្អូនអូទៅក្រោមវិញនេះបងប្អូន generate full audio យើងចុចពាក្យហ្នឹងមកបើសិនជាបងប្អូនចង់បាទ preview ទៅមើលភាសាខ្មែរដែលយើងបានបកប្រែក៏អាចមើលបានខ្លះដែរបាន10 line ដែរបងប្អូន11 line ដែរអញ្ចឹងយើងកុំខ្វល់យើងចុចពាក្យ generate full audio មកនោះ tool នេះនឹងធ្វើការអានអក្សរទាំងអស់នោះជាសំឡេងបាទអញ្ចឹងយើងជ្រើសរើសយកសំឡេងបាទបងប្អូនមើលត្រង់នេះពិសិដ្ឋខ្មែរបាទសំឡេងពិសិដ្ឋហើយល្បឿន45 pitch adjustment វា15អូខេឥឡូវវាកំពុងអានហើយអញ្ចឹងsubtitle របស់ខ្ញុំនេះមាន43បន្ទាត់បាទមាន43បន្ទាត់អញ្ចឹងនៅពេលដែលវាអានគ្រប់43បន្ទាត់វានឹងអាចបាទវានឹង load បាទវានឹង load បេតុងមួយឲ្យយើងទាញយកអញ្ចឹងករណីបងប្អូនគិតថាវាអត់ច្បាស់ថាទាញទៅកន្លែងលោកខ្លាចសំឡេងហ្នឹងវាមិនត្រឹមត្រូវមិនអីបងប្អូនអាចចុចស្ដាប់សិនបានវាលឿនវាយឺតអីណាតោះឥឡូវយើងបាន35ហើយអញ្ចឹងរងចាំបន្តិចទៀតចិត្តចាប់ហើយអូខេបងប្អូនឥឡូវការអានសំឡេងរបស់យើងបានរួចរាល់ហើយអញ្ចឹងសាកតែស្ដាប់តិចទៅឡើយសញ្ញាមួយបងប្អូនចុចវាទៅខ្ញុំហត់នឿយណាស់ស្វាមីមានថ្ងៃដ៏លំបាកមួយខ្ញុំបានធ្វើឲ្យជំនួយចិត្តផុតល្អអូខេឥឡូវយើងយកបានយើងចុចពាក្យ download conversation បន្ទាប់ពី download បានហើយបងប្អូនចុចកន្លែងសញ្ញាត្រេ3ទៀតដើម្បីយើងទៅរក្សាទុក file ហ្នឹងឲ្យវាមានបាទសណ្ដាប់ធ្នាប់ចុចកន្លែងត្រេ3ហើយចុចសញ្ញា download នេះមកពាក្យ download រួចបងប្អូនឃើញនៅខាងលើគេនេះអញ្ចឹងយើងចុចកន្លែងត្រេ3ទៀតដើម្បីកែឈ្មោះវាយើង rename វាណាអញ្ចឹងខ្ញុំសូមកែឈ្មោះថា testing ទៅដាក់ testing ទៀតទៅយើងធ្វើ testing អូខេយើងប៉ុណ្ណឹងហើយយើង underscore វាមក testing underscore 1ដើម្បីងាយស្រួលចំណាំរួចចុច OK បន្ទាប់មកបងប្អូនចុចកន្លែងត្រេប3នេះដែរយើងចុច share ដើម្បីទៅរក្សាទុកនៅក្នុង folder ជាក់លាក់ណាមួយចុច my file ដែរមកអញ្ចឹងខ្ញុំសូម save នៅក្នុងfolder រៀនសម្រាប់រឿងrồiចុចពាក្យ save បន្ទាប់ពីបានប៉ុណ្ណឹងហើយបងប្អូនគឺយើងចេញទៅវិញមកយើងទៅបើកកម្មវិធី shortcut របស់យើងវិញបងប្អូននេះកម្មវិធីនេះវិញមកបើកនេះវិញមកនៅពេលដែលបងប្អូនចេញទៅធ្វើការបានន័យថាយើងបិទកម្មវិធីហ្នឹងយើង close កម្មវិធីហ្នឹងបែបហ្នឹងហើយយើងទៅធ្វើអីផ្សេងរឿងយូរបន្តិចវាហ្នឹងបាទវានឹង close auto អញ្ចឹងបើវាបិទបែបហ្នឹងបងប្អូនកុំបារម្ភអញ្ចឹងបងប្អូនមើលខាងក្រោមបងប្អូននេះមួយណានៅលើគេគឺមួយនឹងហើយបងប្អូនដែលយើងបានធ្វើការថ្មីហ្នឹងមួយនឹងហើយអញ្ចឹងបងប្អូនចុចលើវាមកវានឹងលោតវីដេអូយើងមកវិញវីដេអូដែលយើងបានកាត់រួចណាបន្ទាប់ពីបានប៉ុណ្ណឹងហើយបងប្អូនចុចបាទកន្លែង subtitle ណាមួយមកយកបាច់ edit ដើម្បីលុបsubtitle ភាសាចិនចេញរួចចុចកន្លែង select all រួចចុចពាក្យ done បន្ទាប់មកបងប្អូនចុចកន្លែងសញ្ញាធុងសម្រាមនេះដើម្បីលុបអូខេឥឡូវយើងលុបអត់អស់យើងបាច់អត់អស់មិញយើងបាច់ភាសាទៀតមកបាច់ edit select all រួចចុចពាក្យ delete នៅកន្លែងនេះបងប្អូនអូខេឥឡូវយើងបានលុបអស់ហើយបន្ទាប់ពីយើងបានលុបអស់ហើយបងប្អូនយើងចាប់ដើមទៅយក subtitle ខ្មែរយើងមកដាក់ក៏បានដែរដើម្បីដាក់ subtitle ខ្មែរបានបងប្អូនជួយចេញឲ្យអស់រួចបងប្អូនអូសរកពាក្យ caption បន្ទាប់មកបងប្អូនចុចកន្លែង srt file ដើម្បីទៅរកfile AST របស់យើងដែលយើងបកប្រែជាខ្មែរហើយហ្នឹងអញ្ចឹងយើងចេញមកយើងទៅរកនៅក្នុង folder download
អធិស្ឋានបងប្អូននៅ folder រៀនសម្រាប់រឿងតោះអញ្ចឹងយើងទៅរកនៅ folder រៀនសម្រាប់រឿងមកនេះបងប្អូនបន្ទាប់មកបងប្អូនទៅរកfolder មួយ file មួយដែលយើងបានបកប្រែហើយគឺ file testing 6.9 នេះអញ្ចឹងយើងចុចលើនឹងមកនោះយើងនឹងបានបាទបងប្អូននេះ file បកប្រែហើយជាភាសាខ្មែរនេះបងប្អូនឃើញជាក់ស្ដែងបន្ទាប់មកបងប្អូនយើងចង់ដូរ font បានន័យថាខ្ញុំនឹងប្រាប់ទាំងអស់នៅក្នុងវីដេអូនេះអញ្ចឹងរបៀបនៃការដូរ font អក្សរអញ្ចឹងបងប្អូនចុចលើវាចុចលើពាក្យបាច់ edit select all មកបន្ទាប់មកបងប្អូនមើលត្រង់នេះបងប្អូននេះ font នេះបងប្អូនយើងដូរពុម្ពអក្សរណាចុចលើវាមកនៅពេលដែលបងប្អូនទៅតែធ្វើថ្មីបងប្អូនមានន័យថាបងប្អូនទៅចាប់ផ្ដើមបងប្អូនអត់ទាន់មាន font ទេអញ្ចឹងបងប្អូនត្រូវ import font ហ្នឹងចូលទៅក្នុងកម្មវិធីនេះសិនយើងត្រូវចុចពាក្យ import បងប្អូនបន្ទាប់មកបងប្អូនទៅរក font នៅក្នុងទូរស័ព្ទរបស់បងប្អូនហើយចំពោះ font បងប្អូនអាចស្នើសុំខាងយើងបានខាងយើងមាន font ដើម្បីផ្ដល់ជូនបងប្អូនអញ្ចឹងនេះ folder font របស់ខ្ញុំសូមជ្រើសរើសយកបាទ font មួយដែលមានឈ្មោះថាអក្បាលធំខ្មែរ hand អូខេរើសមួយនឹងចុះបន្ទាប់មកបងប្អូនអាចធ្វើការដូរ font បានហើយអញ្ចឹងយើងអូសទៅរកអក្បាលធំខ្មែរ hand នេះមកយើងចុចលើវាមកវានឹងដូរ font នេះបងប្អូនឃើញអត់ឃើញវាដូរអត់អញ្ចឹងបើបងប្អូនចង់ដូរពណ៌បានន័យថាចង់ដូរពណ៌អក្សរខ្មែរហ្នឹងបងប្អូនចុចកន្លែង color នេះមករួចបងប្អូនជ្រើសរើសពណ៌ដែលបងប្អូនចង់ដាក់ឧទាហរណ៍បងប្អូនដាក់ពណ៌ក្រហមចុចដាក់ពណ៌ក្រហមតាមពណ៌មួយនេះដែលបងប្អូនពេញចិត្តទៅដាក់ពណ៌នេះចុះហើយយើងកុំឲ្យវែងឆ្ងាយដាក់ពណ៌សវិញចុះអូខេពណ៌សហើយបន្ទាត់ខាងក្រោមនេះបងប្អូននេះអាហ្នឹងដើម្បីបន្ថយទំហំអក្សរបងប្អូនអូសលេខកាន់តែតិចអក្សរកាន់តែទូចលេខកាន់តែធំអក្សរកាន់តែធំតាមនោះដែរអញ្ចឹងយើងគួរតែដាក់ត្រឹមលេខ7ទៅ7ទៅបានហើយបន្ទាប់មកបងប្អូនឃើញពាក្យមួយទៀតថា stroke បាទវាប្រៀបដូចជា outline អញ្ចឹងបងប្អូនអញ្ចឹងយើងចុចពាក្យ outline black នេះមកយើងបើកពេលបានឲ្យអស់ហើយគាត់ថាកម្មវិធីហ្នឹងទៅលើ outline វាដូចជាអត់មានអីជាល្អអីទេយើងដាក់ក៏បានមិនដាក់ក៏បានឥឡូវយើងជ្រើសរើសយកមិនដាក់ចុះកុំឲ្យវែងឆ្ងាយហើយបន្ទាប់មួយទៀតបងប្អូនគឺ background បានន័យថាផ្ទៃខាងក្រោយនៃតួអក្សរអញ្ចឹងបើបងប្អូនចង់ដាក់ផ្ទៃក្រោយនៃតួអក្សរមកដាក់បានចុចទៅស្រឡាញ់ពណ៌ហ្នឹងដាក់ពណ៌ហ្នឹងទៅឥឡូវយើងដាក់ពណ៌ខ្មៅចុះអូខេបន្ទាប់ពីបានប៉ុណ្្នឹងហើយបងប្អូនចុចសញ្ញា tick រួចចុចពាក្យ done អូខេអញ្ចឹងនេះគឺរបៀបដាក់ font ដាក់ font ខ្មែរយើងនៅលើ subtitle បន្ទាប់ពីបានប៉ុណ្្នឹងហើយខ្ញុំនឹងប្រាប់បងប្អូនពីរបៀបនៃការបាសយកសំឡេងមកដាក់ម្ដងដើម្បីយកសំឡេងមកដាក់បានបងប្អូនចុចកន្លែង timeline ខាងក្រោមនេះក៏បានបងប្អូនចុចកន្លែង music នេះក៏បានអូខេឥឡូវយើងចុចកន្លែង music នេះចុះរួចចុចកន្លែងពាក្យ music នេះមួយសារទៀតបន្ទាប់មកយើងទៅដើររកបាទfile របស់យើងចំពោះសំឡេងថ្មីបាទវានឹងលោតនៅខាងលើគេនេះ testing_1 អញ្ចឹងយើងចុចលើសំឡេងនេះមករួចចុចកន្លែងសញ្ញាលេខបូកនេះខ្ញុំហត់នេះអូខេអញ្ចឹងយើងបានសំឡេងមកហើយនៅពេលដែលបងប្អូនបានសំឡេងហើយបងប្អូនសាកស្ដាប់តិចសិនទៅខ្ញុំហត់នេះណា累死我了。យើងបិទសំឡេងភាសាចិនចោលទៅកន្លែងនេះកន្លែងបិទសំឡេងតោះយើងស្ដាប់បន្តិចទៅស្វាមីអ្នកថ្ងៃដ៏លំបាកមួយខ្ញុំបានធ្វើបានជាបំផុតល្អអូខេឥឡូវយើងឃើញថាត្រឹមត្រូវហើយអញ្ចឹងយើងចង់ដាក់ logo អូខេឥឡូវយើងសំឡេងយើងថាត្រឹមត្រូវហើយវាអូខេហើយអញ្ចឹងបងប្អូនប្រកាសជាចង់ដាក់ logo នៅលើវីដេអូរបស់បងប្អូនហើយដើម្បីធ្វើជាអ្វីដែលជារបស់ខ្លួនឯងអូខេអញ្ចឹងបងប្អូនចុចកន្លែងពាក្យនេះមកបងប្អូនអូខាងក្រោម tab ខាងក្រោមចុចពាក្យ pip and sticker ចុចលើវាមកបន្ទាប់មកបងប្អូនចុចពាក្យ add sticker តោះរួចបងប្អូនចុចកន្លែងរូបនេះបាទគឺទៅរករូបភាព logo
បន្ទាប់មកបងប្អូនទៅរក logo ណាមួយដែលបាទអត់មាន background ដែលបងប្អូនបានធ្វើរួចរាល់ដាក់មកខ្ញុំសូមរើសមួយនេះចុះបន្ទាប់ពីបានប៉ុណ្ណឹងហើយបងប្អូនចុចលើ timeline នេះមករួចបងប្អូនចុចកន្លែងសញ្ញានេះដើម្បីបង្រួម logo ឲ្យទូចល្មមសមនឹងវីដេអូរបស់យើងកុំឲ្យធំពេកក៏កុំឲ្យតូចពេកអូខេឥឡូវយើងគិតថាប៉ុណ្ណឹងវាសមហើយអញ្ចឹងដើម្បីឲ្យ logo ហ្នឹងវារត់រហូតដល់វីដេអូចប់បងប្អូនចុចកន្លែងនេះចុចដល់វាមួយមកវានឹងបង្ហាញរហូតដល់វីដេអូយើងចប់អាហ្នឹងចំណុចទៅលើ logo បន្ទាប់មកបងប្អូនគាត់ថាចង់បិទតួអក្សរចិនបានន័យថាតួអក្សរចិននេះចង់ដាក់ blur វាបាំងកុំឲ្យវាឃើញអញ្ចឹងបងប្អូនអាចដាក់បានបងប្អូនគ្រាន់តែចុចលើវីដេអូបន្ទាប់មកបងប្អូនអូសខាងក្រោមនេះបងប្អូនអូសខាងក្រោមនេះទៅរកពាក្យថា mosaic បាទ mosaic នេះបងប្អូនចុចលើវាមកបន្ទាប់មកវានឹងចេញទាំង blur មកឲ្យយើងអញ្ចឹងយើងមិនប្រើ blur មួយនឹងទេព្រោះវាឃើញបាទរៀងអាក្រក់មើលណាអញ្ចឹងបងប្អូនមករើសយក blur មួយនេះបងប្អូននេះមួយនេះចុចលើវាចំណែកខាងលើបងប្អូននេះវាថា blur ខ្លាំងឬក៏ blur តិចបងប្អូនចង់បាន blur ដិតខ្លាំងបងប្អូនអូសកប់ទៅបងប្អូនគិតថាប៉ុណ្ណាសមបងប្អូនអូសប៉ុណ្ណឹងទៅឥឡូវយើងគិតថាប្រហែលសម20ចុះបងប្អូនហើយខាងក្រោមនេះបងប្អូននេះភាពច្បាស់នៃ blur ទៀតបងប្អូនយើងចង់ឲ្យ blur ច្បាស់កម្រិតណាយើងអាចអូសវាបានអញ្ចឹងវាលេខកាន់តែធំវាកាន់តែមាន blur ខ្លាំងពេលយើងអូសយកលេខធំចុះបន្ទាប់ពីនេះបងប្អូនអាចដាក់អូសវាមកដាក់កន្លែងសក់ចិនមកដាក់ប៉ុណ្ណឹងមកឲ្យបងប្អូនព្រមវាគឺអូសវាដាក់ឲ្យចំបងប្អូនដាក់ចំអញ្ចឹងណាយើងដាក់មកល្មមបាំងអក្សរចិនបានឲ្យបងប្អូនកុំដាក់ធំពេក blur ព្រោះដាក់ធំពេកធ្វើឲ្យការមើលសាច់រឿងរបស់អ្នកទស្សនាហ្នឹងគាត់អត់រៀងពេញភ្នែកគាត់ថាគាត់រជាក់ភ្នែកមើលទេឥឡូវខ្ញុំសូមដាក់ប៉ុណ្ណឹងចុះបន្ទាប់មកបងប្អូនចុចកន្លែងសញ្ញា text ត្រង់នេះមកដល់ចំណុចនេះទៀតបងប្អូនត្រូវចុចសញ្ញានេះបងប្អូននេះដើម្បីឲ្យវាបាទ blur រហូតដល់វីដេអូចប់ហើយសញ្ញាខាងនេះគឺឲ្យវា blur តាំងពីដើមមកបានន័យថាតាំងពីដើមវីដេអូពេលខ្លះយើងធ្វើការងារនៅពាក់កណ្ដាលវីដេអូអញ្ចឹងយើង add blur ចូលវាប្រកាសជាអត់មានតាំងពីដើមមកទេអញ្ចឹងចុចសញ្ញានេះមកវានឹង load តាំងពីដើមរហូតដល់វីដេអូយើងចប់អូខេអញ្ចឹងយើងបានដាក់វីដេអូពីដើមដល់ចប់ហើយទៅពោះ blur អញ្ចឹងយើងអាចសាកល្បងមើលបានមកអូសមើលទៅអូខេឥឡូវឃើញតែបាំង blur បានជោគជ័យហើយអញ្ចឹងយើងចុចថយមកវិញមកអូខេឥឡូវវីដេអូយើងគិតថាប៉ុណ្ណឹងគឺអាចយកបានហើយអញ្ចឹងយើងចុចពាក្យ export បងប្អូននេះដើម្បីយកវីដេអូចេញចុចពាក្យ export នេះមកអូខេអញ្ចឹងយើងគ្រាន់តែរងចាំបាទយើងគ្រាន់តែរងចាំរហូតដល់វីដេអូយើងនឹង export ចប់រួចរាល់យើងនឹងបានវីដេអូដែលយើងបានកាត់តបាទវីដេអូសម្រាប់រឿងនេះជោគជ័យហើយបងប្អូនអញ្ចឹងយើងអាចយកទៅផុសនៅលើ platform ដែលបងប្អូនចង់ផុសដូចជា YouTube TikTok ហើយនិង Facebook ជាដើមអញ្ចឹងបងប្អូនណាដែលថ្មីនៅគាត់ចង់ចេះចង់ធ្វើបាទនៅការកាត់តវីដេអូសម្រាប់រឿងភាគចិនណាដែលកំពុងតែផ្ទុះខ្លាំងនៅតាមបណ្ដាញសង្គមនៅតាម platform ធំៗអញ្ចឹងបងប្អូនអាច comment OK នៅក្រោមខាងក្រោមវីដេអូនេះហើយបងប្អូនក៏អាចឆាតមក admin ផ្ទាល់ដើម្បីបាទចូលរៀនបានដែរអូខេឥឡូវវាចង់ពេញហើយអញ្ចឹងយើងចាំវាបន្តិចទៅអូខេអញ្ចឹងវីដេអូយើងបានបញ្ចប់រួចរាល់អញ្ចឹងយើងទៅមើលលទ្ធផលរបស់យើងតិចមកយើងចុចថយទៅចុចថយអស់មកបងប្អូនចុចចេញមកក្រៅមកយើងទៅមើលក្នុង file របស់យើងជាទូទៅវីដេអូដែលយើងកាត់តនៅលើ shortcut វារត់ចូលទៅក្នុង movie បងប្អូន folder movie ណាតែលោកបងប្អូនអត់ដឹងទៅរត់ឃើញនៅក្នុង folder movie ចុចចូលទៅបងប្អូននឹងឃើញវីដេអូបាទវីដេអូនៅក្រៅ folder នៅលើគេនឹងផងអូខេអញ្ចឹងបងប្អូនអាចចុចមើលបានតើវីដេអូមាននឹងអត់អូខេអញ្ចឹងវីដេអូនេះដែលខ្ញុំបានកាត់រួចរាល់បងប្អូនយល់យ៉ាងម៉េចដែរស្វាមីមានថ្ងៃដ៏លំបាកមួយខ្ញុំបានធ្វើឲ្យជាមួយចិត្តបំផុតល្អអូខេអញ្ចឹងវីដេអូបង្រៀននៃការធ្វើបាទវីដេអូ
តម្រាយរឿងនេះគឺមានតែប៉ុណ្្នឹងទេបងប្អូនអញ្ចឹងកុំភ្លេចបងប្អូនបើសិនជាចង់ចេះកុំភ្លេច comment អូខេឬក៏ឆាតមក admin ផ្ទាល់អញ្ចឹងបើសិនជាបងប្អូនទាំងអស់គ្នាពេញចិត្តនៅការធ្វើវីដេអូរបស់ខ្ញុំសូមកុំភ្លេចជួយចុច like និង subscribe channel ម្នាក់មួយផងដើម្បីទទួលបានមេរៀនថ្មីៗបន្តទៀតអញ្ចឹងជាចុងក្រោយខ្ញុំបាទសូមអរគុណ